ក្នុងសិក្ខាសាលាស្តីពីការទប់ស្កាត់បទល្មើសព្រៃឈើនិងបទល្មើសសត្វព្រៃព្រឹកថ្ងៃទី15ខែសីហាលោកតូនីលីណានអ្នកសម្របសម្រួលអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជាបានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលយកបច្ចេកវិទ្យាថ្មីពីអន្តរជាតិក្នុងការទប់ស្កាត់បទល្មើសព្រៃឈើឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ខណៈដែលព្រៃឈើនិងសត្វព្រៃដែលនៅសេសសល់និងអ្នកដែលកំពុងរងពីការគំរាមកំហែងពីការកាប់បំផ្លាញព្រៃឈើការរានដីព្រៃនិងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើមលោកបន្តថាបច្ចេកវិទ្យាថ្មីនេះជាកម្មវិធី Smart ប្រើជា software ដែលជួយដល់អ្នកគ្រប់គ្រងព្រៃឈើនិងសត្វព្រៃរបស់រាជរដ្ឋាភិបាលអង្គការអភិរក្សនានាបានដឹងពីព័ត៌មានជាក់លាក់អំពីបទល្មើសព្រៃឈើនិងជួយរៀបចំការអនុវត្តយុទ្ធសាស្ត្រក្នុងការទប់ទល់ឲ្យទទួលបានជោគជ័យលោកបញ្ជាក់ថាកម្មវិធីនេះជាកម្មវិធីមួយដ៏មានអត្ថប្រយោជន៍ដែលមិនត្រឹមតែអាចប្រមូលឬចែករំលែកព័ត៌មានប៉ុណ្ណោះទេថែមទាំងវិភាគព័ត៌មានពីកត្តាគំរាមកំហែងនានាចំពោះព្រៃឈើនិងសត្វព្រៃសម្រាប់ក្រុមអភិរក្សនិងអាជ្ញាធរមានសមត្ថកិច្ចឈានទៅកំណត់បាននៅតំបន់កំពុងកើតមានបទល្មើសប្រភេទបទល្មើសស្វែងរកអន្តរាគមន៍បញ្ឈប់បទល្មើសនិងឈានទៅឃាត់ខ្លួនជនល្មើសផងដែរ So the SMART system is available freely to everybody. So every agency, every organization can access. SMART គឺជាកម្មវិធីមួយថ្មីហើយយើងជាកម្មវិធីមួយដែល free មានហៅជា software មួយ free ដែលយើងអាចយកមក install ក្នុង computer យើងហើយបន្ទាប់មកយើងបញ្ចូលព័ត៌មានបើសិនជាយើងជារដ្ឋបាលព្រៃឈើឬក៏ក្រសួងបរិស្ថានហើយយើងប្រើប្រាស់ software ហ្នឹងគឺវាសមស្របធ្វើឲ្យយើងអាចបញ្ចូលទិន្នន័យហើយយើងអាចវិភាគហើយយើងអាចយកព័ត៌មានដែលយើងបានមកបង្កើតជាផែនការធ្វើឲ្យយើងទប់ស្កាត់បទល្មើសព្រៃឈើនិងសត្វព្រៃនៅកម្ពុជា for any particular purpose. លោកកែវអូម៉ាលីប្រធាននាយកដ្ឋានសត្វព្រៃនិងជីវៈចម្រុះនៃរដ្ឋបាលព្រៃឈើបានបញ្ជាក់ថាការផ្តល់បច្ចេកទេសថ្មីនេះនឹងជួយទៅដល់ការពង្រីកគម្របព្រៃឈើឲ្យកាន់តែប្រសើរឡើងវិញនិងក៏ជួយសម្រួលដល់ការអនុវត្តច្បាប់គ្រប់គ្រងព្រៃឈើផងដែរលោកបញ្ជាក់ថាចាប់ពីពាក់កណ្ដាលខែសីហានេះតទៅកម្មវិធីនេះនឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការបន្ទាប់ពីបានអនុវត្តសាកល្បងរយៈពេល1ឆ្នាំមកនេះឃើញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសលោកហុងចំណានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានលើកឡើងថាកន្លងមកដោយសារមិនទាន់បានអនុវត្តបច្ចេកទេសថ្មីនេះរាល់មន្ត្រីអភិរក្សទាំងអស់បានជួបបញ្ហាប្រឈមជាច្រើនជាពិសេសពិបាកក្នុងការអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ព្រោះទាំងធនធានមនុស្សនិងបច្ចេកវិទ្យានៅមានកម្រិតហើយការកត់ត្រាទិន្នន័យផ្សេងៗមានតែនៅលើក្រដាសកម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ច្រើនពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគេហៅថាក្រុមការងារបង្ក្រាបចឹងទៅចុះទៅវាលចឹងទៅគឺថាបង្ក្រាបពាក់ព័ន្ធនឹងការទន្ទ្រានដីធ្លីពាក់ព័ន្ធនឹងការបរបាញ់សត្វអីចឹងហើយក្នុងនាមខ្ញុំផ្ទាល់ជា project manager ហ្នឹងអាចមើលតាមផែនទីកម្មវិធី Smart ហ្នឹងទៅដឹងថាទីតាំងកន្លែងណាដែលមានបទល្មើសច្រើនទីតាំងកន្លែងណាដែលមិនសូវមានហើយមូលហេតុអីចឹងណាចឹងងាយស្រួលក្នុងការគ្រប់គ្រងដោយសារយើងសិក្សាឬក៏រៀនសូត្រតាមកម្មវិធី Smart ហ្នឹងចា៎យើងអង្គុយមើលពីកន្លែងទៅឃើញបទល្មើសនៅយើងមិនមាននេះចឹងទេមានន័យថាពួកខាងក្រមរបាតហ្នឹងគាត់ចុះផ្ទាល់គាត់ទទួលព័ត៌មានឬក៏គាត់យកព័ត៌មានឬគាត់ឃើញសកម្មភាពនឹងផ្ទាល់គាត់ធ្វើសកម្មភាពទប់ស្កាត់ឬក៏បង្ក្រាបបទល្មើសផ្ទាល់ប៉ុន្តែក្នុងនាមជាប្រធានគម្រោងឬក៏ project manager ហ្នឹងនៅក្នុង office ឬក៏នៅក្នុងការិយាល័យហ្នឹងយើងបានព័ត៌មានទៅពេលគេរៀបចំផែនទីឲ្យរួចរាល់ហ្នឹងយើងអាចមើលតាមរយៈផែនទីគឺយើងមើលយល់តែម្ដងថាទីតាំងកន្លែងណាដែលមានបទល្មើសទីតាំងកន្លែងណាដែលមិនមានអីចឹងណាហើយបទល្មើសហ្នឹងគឺបទល្មើសប្រភេទអីអញ្ចឹងយើងអាចមើលតាមប្រព័ន្ធ Smart ហ្នឹងដឹងអញ្ចឹងសូមជម្រាបថាបច្ចេកវិទ្យាថ្មីទប់ស្កាត់បទល្មើសព្រៃឈើនេះស្ថិតក្រោមគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជាដើម្បីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុនិងអភិរក្សធនធានជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជាកម្មវិធីនេះត្រូវបានបង្កើតឡើងនៅដើមឆ្នាំ2013និងបានប្រើប្រាស់លើតំបន់ព្រៃអភិរក្សសំខាន់ៗចំនួន130កន្លែងក្នុងប្រទេសចំនួន30នៅលើពិភពលោកហើយសម្រាប់កម្ពុជាជាប្រទេសដំបូងគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលទទួលបានការបណ្ដុះបណ្ដាលឲ្យប្រើប្រាស់កម្មវិធីនេះដែលឡែកក្រុមមគ្គុទ្ទេសក៍ទេសចរនៅខេត្តសៀមរាប